បាទមួយទៀតដែរខ្ញុំសង្កេតឃើញថាមិនថាពេកបងប្អូនឬក៏ពេកខ្ញុំទេបងប្អូនគឺមានបញ្ហាជាប់សញ្ញាលឿងច្រើនមែនទែនហើយថ្ងៃនេះដែរបាទគឺខ្ញុំលើកពីចំណុចថាហេតុអ្វីបានជាពេករបស់យើងជាប់សញ្ញាពឺលឿងមកដែរហើយបទពិសោធន៍ខ្ញុំចែករំលែកខាងនេះគឺអត់មានបទពិសោធន៍មកពីណាទេបងប្អូនគឺបទពិសោធន៍ទៅលើពេករបស់ខ្ញុំផ្ទាល់ផងដែរបាទតោះតើបងប្អូនចង់ដឹងថាតើមូលហេតុអ្វីបានជាពេករបស់យើងជាប់សញ្ញាពឺលឿងមកដែរបាទតោះគឺចំណុចទី1បាទគឺចំណុចទី1គឺយើងកាត់វីដេអូបាទគឺយើងកាត់ជាមួយនឹងកម្មវិធី CapCut ដូច្នេះគឺវាមានជាប់សញ្ញា CapCut ដូច្នេះគឺ Facebook វាចាប់ logo CapCut បានដូច្នេះគឺវីដេអូរបស់យើងក៏ជាប់លឿងផងដែរបាទនេះគឺជាបទពិសោធន៍នៅក្នុង page ខ្ញុំផ្ទាល់បងប្អូនគឺយើងមុនដំបូងបាទគឺខ្ញុំកាត់ដោយកាត់វីដេអូបាទគឺដោយប្រើជាមួយនឹងកម្មវិធី CapCut ដូច្នេះគឺវាជាប់ logo CapCut នៅលើវីដេអូរបស់យើងដូច្នេះវីដេអូវាចង់និយាយថា Facebook វាចាប់បាទគឺចាប់ហើយដល់ពេលយើងមើលមូលហេតុវីដេអូយើងហេតុអ្វីបានជាប់សញ្ញាលឿងបាទគឺ Facebook បានបញ្ជាក់ថាវីដេអូរបស់យើងគឺជាប់ watermark CapCut បាទដូច្នេះគឺខ្ញុំសូមបញ្ជាក់បងប្អូនដែរបងប្អូនដៃថ្មីដែលទើបតែចង់លុយជាមួយ Facebook គឺបងប្អូនកុំប្រើកម្មវិធី CapCut ឬក៏កម្មវិធីផ្សេងដែលយើង convert ហើយវាជាប់ logo បងប្អូននេះជាបទពិសោធន៍របស់ខ្ញុំហើយការពិតទៅអាបទពិសោធន៍នេះគឺមានបងប្អូនយើងដែលចេះច្រើនហើយប៉ុន្តែគាត់អ្នកខ្លះក៏គាត់បានបង្ហាញយើងហើយប៉ុន្តែយើងអត់ជឿបងប្អូនពេលខ្លះយើងអត់ជឿដៃចាស់ដូច្នេះយើងក៏អនុវត្តខ្លួនយើងណាសាក់មើលតែគ្រាន់តែ logo វាមិនស្នង Facebook ចាប់ប៉ុន្តែថ្ងៃនេះគឺយើងជួបជឿបងប្អូនគិតថាកម្មវិធី CapCut ក៏វាចាប់ដែរដោយសារតែខ្ញុំគិតថាកម្មវិធី CapCut មានបងប្អូនយើងប្រើច្រើនហើយនឹងស្គាល់ច្រើនហើយភាគច្រើនគឺគិតប្រើកម្មវិធី CapCut ដើម្បីកាត់វីដេអូដើម្បីហោះចូលមិនថា Facebook YouTube TikTok ទេគឺវាងាយស្រួលប្រើបាទបងប្អូនប៉ុន្តែខ្ញុំថ្ងៃនេះបាទគឺខ្ញុំជួបផ្ទាល់បងប្អូនខ្ញុំនិយាយដែរគឺខ្ញុំប្រើកម្មវិធី CapCut កាត់វីដេអូគឺវាជាប់អា CapCut នៅសញ្ញាខាងលើបងខាងជ្រុងវីដេអូរបស់យើងទៅវាជាប់ទៅ Facebook វាចាប់ថាយើងដាក់ watermark ដូច្នេះគឺ Facebook របស់យើងក៏ជាប់លឿងមកដែរបាទហើយលក្ខណៈទី2គឺដោយសារតែ comment បងប្អូនគឺមានបងប្អូនយើងបាទគឺចូល comment នៅក្រោមវីដេអូរបស់ខ្ញុំបាទគិតអត់មាន comment អុយទេគឺគិត comment សុំលេងផងសុំ follow សុំអីហ្នឹងគឺពាក្យទាំងហ្នឹងសិតជាខុសគោលការណ៍ជាមួយ Facebook ដូច្នេះវាចាប់ហើយខ្ញុំសូមបាទគឺសូមប្រាប់ទៅបងប្អូនដៃថ្មីផងដែរគឺចំពោះបងប្អូនដែលលេង Facebook ថ្មីដែលចង់រកលុយជាមួយ Facebook បើសិនជាបងប្អូនចង់បានគេ follow page គឺបងប្អូនមិនចាំ comment ពាក្យ follow សុំអុយទេគឺបងប្អូនគាត់ចូលទៅមើលវីដេអូគេចប់ហើយបងប្អូន comment ពាក្យល្អលេងហើយបងប្អូនដាក់ sticker ដាក់អីទៅគេដឹងហើយគេនឹងចូលទៅបងប្អូនមិនឲ្យបងប្អូនដាក់ពាក្យទៅចូលមក comment គេក្រោមវីដេអូរបស់គេសុំ follow សុំ like ហ្នឹងមានន័យថាវាមិនត្រឹមតែប៉ះពាល់ទៅ page បងប្អូនទេគឺវាចាប់ទាំងវីដេអូដែលយើងមើលទៅបងប្អូនមើលវីដេអូខ្ញុំបងប្អូន comment ពាក្យចុះចូលក្នុងនៅក្រោមវីដេអូរបស់ខ្ញុំក៏វាចាប់ខូចទាំងវីដេអូរបស់ខ្ញុំមានន័យថាវាចាប់ធ្វើឲ្យវីដេអូរបស់ខ្ញុំ spam ដូច្នេះវាយើងផុសវីដេអូទៅគឺអត់មានអ្នកមើលអត់មានវារិចវីដេអូវា Facebook វាអត់រុញវីដេអូយើងទេបងប្អូនដូច្នេះគឺបងប្អូនអាចថ្មីគឺអានេះគឺខ្ញុំសុំចុះបងប្អូនគឺបងប្អូនកុំ comment សុំ follow ឲ្យគេផ្លេចផ្ដាស់បងប្អូនបង្កើតតែ page ទៅបងប្អូនខិតខំវីដេអូខិតខំផលិតវីដេអូដែលល្អធ្វើម៉េចឲ្យអ្នកដែលតាមដានក្នុង page យើងគាត់មើលវីដេអូរបស់យើងទៅគាត់មានអារម្មណ៍សប្បាយឬគាត់ទទួលបានចំណេះដឹងទៅគាត់នឹងតាមដាន page យើងមិនទៅសុំគេទេមិនថាខ្ញុំឬមិនថាណាយើងមិនសុំអ្នកណាទេគឺយើងខិតខំខ្លួនយើងខំផលិតវីដេអូដែលមានគុណភាពមានអត្ថប្រយោជន៍ដល់អ្នកមើលដូច្នេះគាត់នឹងចូលចិត្តលើ Facebook យើងគាត់នឹង like ចូលលេង like comment លេងនៅក្នុង Facebook page យើងមិនចូលទៅ comment សុំគេទេបើមិនបងប្អូនចង់បាន comment ទេបងប្អូនចូលចុះថាខ្ញុំក៏ដោយខ្ញុំក៏ចូលលេងនៅលើគេដែរគាត់ថាយើងចូលទៅមើលវីដេអូគេហើយមើលឲ្យជាប់ហើយយើង like ទៅយើង like គេហើយគឺយើង comment ពាក្យលេងឲ្យសើចដែលគួរសមទៅយើងដាក់បើយើងមិនមានពាក្យទេដាក់ sticker អុយមួយទៅហើយការ comment sticker ក៏មិនមែនបងប្អូននេះថា comment ដែរបងប្អូនហាម comment sticker ដែរហើយលេង comment ច្រើនក្នុងមួយថ្ងៃក៏វា Facebook ចាប់ដែរយើងលេងមួយថ្ងៃ comment 4 5 4 10ដល់យ៉ាងច្រើន10ចុះក្រោមបាទ10នោះវាចង់ច្រើនហើយប៉ុន្តែតើយើងនិយាយថា10ចុះក្រោមបងប្អូនចូល comment គេទៅឬបងប្អូន follow គេក៏ដោយមានមួយថ្ងៃយក page យើងទៅផលិតវីដេអូនោះទៅ follow page គេមួយថ្ងៃ4 10ហ្នឹងមានន័យថា page យើងគឺជាប់ spam បងប្អូនបើសិនយើងចង់ follow គេក៏វាមានលក្ខខណ្ឌដែរបងប្អូនយើង follow មួយថ្ងៃបានត្រឹម10ឬក៏5ចុះបាទហើយយើងអាចយកអា page ដែលយើងរលួយទៅ follow គេទេយើងត្រូវមាន account មួយដែលយើងលេងសម្រាប់ចូលទៅ follow like ឬក៏លេងមួយគេបាទយើងមិនយក account រលួយយើងទៅយកទេទៅយើងមិនមែនយក account ដែលយើងរលួយហ្នឹងទៅ comment ឬក៏ follow ជាមួយគេទេបងប្អូនគឺយក account ដែលយើងបង្កើតផ្សេងសម្រាប់យើងលេងផងដែរបាទតោះឥឡូវវីដេអូនេះក៏មានតែប៉ុណ្ណឹងដែរបើសិនជាបងប្អូនគិតថាវីដេអូនេះល្អបងប្អូនកុំភ្លេចចុច like share ផងបាទដើម្បីឲ្យវីដេអូយើងទទួល view កាន់តែច្រើនផងដែរបាទ